សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើតតារាងនៅក្នុង Excel ឲ្យវាលោតតារាងអូតូម៉ាទិកនៅពេលដែលយើងវាយលេខទៅគឺវាលោតតាមយើងអញ្ចឹងដូចជានៅក្នុងនេះអញ្ចឹងគឺបើសិនជាយើងដាក់លេខ1គឺវាមានតារាង Excel យើងដាក់លេខ2វាលោតតារាងឲ្យហើយ Excel លេខ3អញ្ចឹងទៅនៅពេលដែលយើងដាក់តារាងទៅវានឹងលោតឲ្យតគ្នាអញ្ចឹងតោះយើងទៅមើលពីរបៀបបង្កើតវាយើងទៅចូលថ្មីទាំងអស់គ្នាមកជាដើម្បីបង្កើតវាបានគឺដំបូងយើងត្រូវ select វាទាំងអស់ខ្ញុំសិនមកហើយយើងចូលទៅ condition formatting នេះហើយយើងយក new rules យើងយកអង្កេតគឺ use a formula to determine which cell to format មកហើយយើងដាក់រូបមន្តវាមួយមកស្មើយើងប្រើ font A វងកញ្ចក់ហើយយើង select color នេះមកជួមហើយយើងដាក់សញ្ញាដុល្លារយើងចុច F4 ពីរដងមកវាឆ្លុះអញ្ចឹងហើយយើងបិទវងកញ្ចក់វាវិញហើយបន្តមកទៀតយើងដើម្បីដាក់តារាងហ្នឹងគឺយើងចូលទៅកន្លែង format cell format នេះយើងទៅរើសកន្លែង border ដាក់ outline នេះមកហើយ color អ្នកទាំងអស់គ្នាចង់ចូលអីដាក់ហ្នឹងទៅខ្ញុំដាក់អូតូម៉ាទិកនេះមកហើយចុច OK ទៀតជានៅពេលដែលអ្នកទាំងអស់គ្នាវាយលេខណា1 2 3គ្នាវាបង្កើតតារាងអូតូអូខេប៉ុណ្ណឹងជាការស្រេចអរគុណអ្នកទាំងអស់គ្នាវីដេអូនេះមានតែប៉ុណ្ណឹង